ស្ដីប្រិយមិត្តអរគ្នាខ្ញុំនឹងបង្ហាញពីរបៀបនៃការប្រើប្រាស់នៅ Adobe Photoshop CF5 នៅមេរៀនដំបូងអញ្ចឹងមេរៀនដំបូងយើងនឹងណែនាំខ្លះៗអំពីការប្រើប្រាស់ Adobe Photoshop CF5 អញ្ចឹងនៅក្នុងកុំព្យូទ័ររបស់ខ្ញុំបានដំឡើងនៅកម្មវិធី Adobe Photoshop CF5 រួចហើយអញ្ចឹងនេះវាមានរូបបែបនេះ icon វាចឹងខ្ញុំចុចលើរូបនឹងមកនេះគឺជាផ្ទាំង Adobe Photoshop CF5 ចឹងវាមានរូបរាងបែបនេះចឹងដំបូងខ្ញុំនឹងបញ្យល់បងប្អូនឲ្យដឹងថាអ្វីដែលអាចយើងប្រើប្រាស់ជាចំណុចសំខាន់នៅលើ Adobe Photoshop CF5 របស់យើងចឹងដូចជាបងប្អូនឃើញហើយនៅខាងនេះជួរឆោនេះគឺគេហៅថា tool វាមានច្រើនចំណែកនៅខាងនេះគឺជា layer សម្រាប់ទុកនៅ layer ដែលយើងបានបង្កើតហើយខាងលើគឺជា color ចំណែកខាងលើនេះវិញគឺជា menu របស់វាចឹងដើម្បីកុំឲ្យខាត់ពេលយូរខ្ញុំនឹងបង្កើតនៅfile ថ្មីដំបូងមួយចឹងខ្ញុំចូលទៅកាន់ file ចឹងវាមាន new និង open ចឹងបើសិនជាបងប្អូនមានរូបភាពដែលយើងចង់កែយើងអាចចុច open ដើម្បីបើកវាមកបើយើងចង់បង្កើតថ្មីយើងយកខាងលើនេះអញ្ចឹងខ្ញុំបង្កើតវាថ្មីចឹងនៅក្នុងប្រអប់ name នេះខ្ញុំដាក់ពាក្យឈ្មោះវាថា introduction ចឹងនៅប្រអប់មួយនេះគឺវិធីនេះយើងកំណត់ចំនួនដោយចំណែក high នេះគឺកម្ពស់ចឹងកម្ពស់ខ្ញុំយក400ចឹងនៅខាងនេះវាមាន pixel វាមាន inch វាមាន centimeter មាន millimeter point ចឹងជាទូទៅយើងយក pixel ជា standard គឺយើងយក pixel ចឹងយើងអូខេមកចឹងយើងនឹងបាននៅផ្ទាំងពណ៌សមួយហើយនៅក្នុងប្រអប់ layer នេះនឹង load នៅ background មួយចឹងខ្ញុំនិយាយឃើញហើយថា file ដែលយើងបានបង្កើតនេះគឺវាមាន background វាគឺមានពណ៌អសចឹងខ្ញុំចង់បានពណ៌ផ្សេងខ្ញុំមកមើលនៅខាងឆ្វេងខាងក្រោមនេះមានដាក់ថា set foreground color คลิกមកវានឹង load នៅផ្ទាំង color មួយ color picker ចឹងខ្ញុំចង់បានពណ៌ផ្សេង select ចឹងពណ៌យើងបានដូរហើយចឹងដើម្បីចាក់ចូលនៅក្នុងផ្ទាំងពណ៌សនេះខ្ញុំមកប្រើ tool មួយដែលមានឈ្មោះថា gradient tool ចឹងខ្ញុំ tick មកអូចឹងបានពណ៌ចឹងឧទាហរណ៍ថាខ្ញុំចង់សរសេរជាអត្ថបទចូលទៅក្នុងរូបភាពរបស់ខ្ញុំដែលបានបង្កើតថ្មីចឹងខ្ញុំមកចុចលើអក្សរ T នេះ T នេះគឺមកពាក្យថា horizontal type tool គឺសម្រាប់សរសេរអក្សរខ្ញុំ tick មក click ចឹងវានឹង load cursor ចូលហើយវានឹងបង្កើតនៅ layer ថ្មីមួយដែលមានឈ្មោះថា layer 1ចឹងខ្ញុំវាយអក្សរ introduction to Adobe chạy lừa nhà phương nó mà ổ về trên một tô một tiết
យើងធ្វើការ save នៅ file របស់យើងចឹងខ្ញុំចុច file ហ្នឹងមករួចខ្ញុំយកពាក្យថា save as ចឹងខ្ញុំដាក់ desktop ឬក៏យើងបង្កើត folder មួយមកដើម្បីដាក់វាចឹងខ្ញុំមាន folder មួយ Photoshop ចឹងនេះជាឈ្មោះ file យើងអាចកែដាក់ឈ្មោះដែលយើងផ្សេងបានយើងគិតថាវាងាយស្រួលសម្រាប់យើងហើយនឹង format នេះគឺ default របស់ Photoshop គឺវាចេញ PSD ចឹង save តទៅទៀតគឺ OK ទៀតចឹងខ្ញុំបិទនៅកម្មវិធីរបស់ខ្ញុំចោលចឹងយើងចូលមកមើលនៅក្នុង folder របស់យើងឃើញ file ដែលយើងបាន save ខ្ញុំដើម្បីកែវាយើងគ្រាន់តែបើក open មកយើងឃើញ file ដែលយើងបាន save គឺវានៅរក្សារូបរាងដដែលបើយើងចង់ដូរពណ៌វាយើងអាចចុចលើអូខេហ្នឹងមកចឹង select វាអស់មកយើងដូរពណ៌ចុចលើខាងលើនេះដូរពណ៌ចុចលើសញ្ញាព្រួយយើងអាចអូសវាចឹងខ្ញុំ save វាទៀតចឹងបើបងប្អូនគិតថា file ហ្នឹងយើងសម្រាប់ហើយយើងអាច save វាទៅជារូបភាពចឹងហើយយក file ដដែលមករួចហើយ save as ចឹងនៅត្រង់កន្លែងនេះយើងជ្រើសរើសយករូបភាព JPG វិញយើងអត់យក default របស់វាទេចឹងនេះគឺជាឈ្មោះយើងអាចកែដាក់ឈ្មោះទៅឲ្យរូបភាពយើងទៅចឹងខ្ញុំយក save តទៅទៀត OK បិទកម្មវិធីដល់ Photoshop ចោលចឹងនេះគឺជា file រូបភាពដែលយើងបាន save ចឹងមេរៀនទី1របស់យើងគឺការណែនាំអំពីការប្រើប្រាស់នៅ Adobe Photoshop CS5 ហើយមេរៀនបន្ទាប់យើងនឹងបង្រៀនបន្តទៀតពីប្រើប្រាស់ tool និងការ design រូបភាពឬក៏អក្សរផ្សេងៗនៅលើ Adobe Photoshop